បងប្អូនទាំងអស់គ្នាឥឡូវគ្រឿងលាយរួចរាល់ហើយតោះឥឡូវហូបទាំងអស់គ្នាហូយតំណងដល់ហើយបងប្អូនទាំងអស់គ្នានេះគឺជាផ្លែសាវម៉ៅព្រៃបាទមើលរូបរាងវាស្តៀងសាវម៉ៅយ៉ាងដែរបងប្អូនគ្រាន់ថាខុសត្រង់ចេះសាច់របស់វាពណ៌លឿងណាបងប្អូនហើយរសជាតិវានឹងរាងជូរអែមអញ្ចឹងណាបងប្អូនឥឡូវយើងធ្វើការបាទបកវាយកតែសាច់ណាបងប្អូនសាវម៉ៅព្រៃគឺខ្ញុំទិញពីបងប្អូនជនជាតិដើមភាគតិចនៅខេត្តរតនគិរីបន្ទាប់ពីបកបានរួចរាល់អស់ហើយយើងក៏មកធ្វើការលាយគ្រឿងវិញម្ដងគឺយើងមានអំបិលម្ទេសហើយយើងយកវាមករយនៅលើសាវម៉ៅព្រៃរបស់យើងបាទកុំដាក់ច្រើនពេកបងប្អូនខ្លាចប្រៃហើយយើងបន្ថែមជាមួយនឹងស្ករសបន្តិចទៅឲ្យរាងផ្អែមនេះឆ្ងាញ់ណាបងប្អូនបន្ទាប់ពីលាយគ្រឿងរួចយើងធ្វើការកូរវាឲ្យសព្វឲ្យចូលជាតិល្អណាបងប្អូនបើបងប្អូនចង់ឲ្យឆ្ងាញ់ទុកវាចោលមួយយប់ឬក៏ខ្លះសេនទូទឹកកកត្រជាក់ៗណាបងប្អូនក៏ប៉ុន្តែខ្ញុំបាទលាយគ្រឿងភ្លាមហូបភ្លាមព្រោះថាទ្រាំមិនបានទេបងប្អូនទាំងអស់គ្នាឥឡូវគ្រឿងលាយរួចរាល់ហើយតោះឥឡូវហូបទាំងអស់គ្នាហូយតំណងដល់ហើយឆ្ងាញ់បងប្អូនចាំគ្រឿងអូជាតិមែនទេបងប្អូនអើយឆ្ងាញ់នេះ